បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាវីដេអូ Channel កង្កែ3ថ្ងៃនេះខ្ញុំមានវីដេអូមួយទៀតមកបង្ហាញជូនពុកម៉ែបងប្អូនអំពីគុណប្រយោជន៍បាទនៃទឹកដោះខ្លាតូចបាទអញ្ចឹងដើមទឹកដោះខ្លាតូចដូចជាស្លឹកទឹកដោះខ្លាតូចហ្នឹងអាចជួយកម្លាំងមនុស្សប្រុសបាទអ្នកដែលខ្សោយប្រភេទហ្នឹងយើងអាចយកទៅផ្សំបញ្ចូលជាមួយរុក្ខជាតិផ្សេងដូចជាកបីជ្រុលដីកបីត្រោះកម្រាលត្រៀតនិងផ្សេងទៀតបាទធ្វើឲ្យយើងនឹងមានអារម្មណ៍ប្រភេទហើយរួមភេទបានយូរហើយបើសិនជាយើងយកទៅដាំទឹកក៏បានត្រាំស្រាក៏បានតែបើសិនជាយើងត្រាំស្រាយើងអាចយករឹសតែបើដាំទឹកយើងអាចយកដើមហើយនឹងស្លឹកបានស្រួលហូបដោយសារតែរឹសល្វីងបន្តិចចាស់ពីដើមគាត់ចូលចិត្តគាស់យករឹសធ្វើជាថ្នាំសរសៃខ្ចីបាទការពារទាស់ក៏ដូចជាជំងឺទឹកដោះសម្រាប់អ្នកដែលឆ្លងទន្លេរួចហើយខ្វះទឹកដោះអញ្ចឹងគាត់យករឹសទឹកដោះខ្លាតូចនឹងប្រើបានដូចគ្នាហើយក៏សូមជម្រាបជូនបន្ថែមពុកម៉ែបងប្អូនបាទបើសិនជាពុកម៉ែបងប្អូនចង់បានថ្នាំខ្មែរបុរាណផ្សេងបាទហើយរវល់ការងារច្រើនអត់បានរកដោយខ្លួនឯងអាចទាក់ទងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ097 31 13 046 069 30 21 88ឬក៏អាចចូលមកកាន់ Facebook ឆៃលៀងឆៃលីនិង Page គ្រូសេងថ្នាំឆ្នាំងហើយសូមបញ្ជាក់បន្ថែមបាទពុកម៉ែបងប្អូនពាក់ព័ន្ធនឹងទឹកដោះខ្លាតូចនេះអាចមាននៅតំបន់ជើងភ្នំបាទហើយបើតាមខ្ញុំអង្កេតមើលនៅដីខ្សាច់ក៏មានដីលបាយខ្សាច់ក៏មានប្រភេទដីស្អិតក៏មានដែរបាទហើយភាគច្រើនដុះតំបន់ជើងភ្នំដូចជាកន្លែងដែលខ្ញុំថតនេះគឺជាតំបន់ភ្នំខាងមុខនេះគឺភ្នំទេបាទនេះម្ដុំចិត្តភ្នំកាច់ផ្កាខាងនោះភ្នំកាច់ផ្កាបាទតែខ្ញុំនៅឆ្ងាយពីជើងភ្នំដែរហើយខាងនេះគឺភ្នំទឹកពុះបាទអញ្ចឹងកន្លែងដែលខ្ញុំថតនេះហើយនៅមានកន្លែងផ្សេងក៏មានដូចគ្នាដែរមិនមែនមានតែតំបន់ហ្នឹងទេបាទសម្បូរអញ្ចឹងអាចរកបានហើយខាងខ្ញុំនេះមានរុក្ខជាតិច្រើនដោយសារតែខ្ញុំនៅព្រៃភ្នំខ្ញុំដើររកច្រើនភ្នំបាទបើសិនជារកតែភ្នំនេះក៏អត់បានដែរព្រោះថ្នាំត្រូវការច្រើនភ្នំថ្នាំខ្លះក៏យកមកពីស្រែតាមដំបូកស្រែទៅទន្លេបាទទៅព្រៃភ្នំជ្រៅបាទហើយក៏សូមបញ្ជាក់ជូនពុកម៉ែបងប្អូនថាបើសិនជាចង់តាមដាននៅវីដេអូថ្មីសូមកុំភ្លេចជួយចុច Subscribe ទៅលើ Channel YouTube របស់ខ្ញុំផងក៏ដូចជាជួយ Like Page ដើម្បីបានទទួលវីដេអូថ្មីមុនគេបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណ